ចាថ្ងៃនេះទិញធ្វើសត្រីមេផ្ទះទៀតហើយបងប្អូនចាថ្ងៃនេះយើងមានម្ហូបសម្រាប់អាហារថ្ងៃត្រង់ចានៅចសុកដើមមកបើកទូមករកមើលសាច់ហើយរកមកបន្លែថាថ្ងៃនេះនឹងត្រូវធ្វើអីក្នុងនោះអត់មានអីទេបងប្អូនមានតែបន្លែសណ្តែកទិញមកហើយហ្នឹងហើយក៏នឹកឃើញថាយកទៅឆាជាមួយសាច់ម៉ាន់ដោយសារនៅក្នុងទូយើងមានសាច់ម៉ាន់ហើយនឹងមានបន្លែសណ្តែកហើយមួយទៀតគឺបានទិញគ្រឿងហើយនេះគឺចាប់ផ្ដើមឆ្លេឆ្លាទីហើយបងប្អូនឥឡូវយើងចាប់ផ្ដើមដាក់ខ្ទះហើយដាក់ខ្លាញ់ហើយយើងបានយកខ្ទឹមដែលយើងបានកិនទុកនៅក្នុងទូហើយយើងមកដាក់បំពងដូចធ្វើដូចសពដងយើងមុននឹងឆាយើងត្រូវបំពងខ្ទឹមហើយយើងដាក់គ្រឿងដោយសារខ្ញុំត្រូវឆាគ្រឿងជាមួយសាច់ណាំនេះនេះចានជាសាច់ណាំរបស់យើងមកដាក់ចូលទៅក្នុងទៅហើយចាគឺក្លិនឈ្ងុយជាងគេបងប្អូនបន្ទាប់បានឆាសាច់រួចហើយក៏សម្លទៅឃើញសក្រូពីសក្រូបេះដាក់បន្ថែមដោយបង្កើតជាតិឆ្អាបហើយបន្តទៀតក៏ថែមគ្រឿងក្រិចហើយខ្ទឹមដូចយើងប្រើប្រាស់តាមទីរៀបខ្លួនអំបិលដូចជាស្ករហើយបន្ថែមរ៉េបបន្តិចហើយកូរហើយស្មានដាក់ថែមទឹកបន្តិចដើម្បីឲ្យវាស្ងួតផងពេកសម្រាប់សាច់ម៉ាន់ហើយនឹងគ្រឿងចាក់យកទឹកមកចាក់បន្តិចដាក់រំងាស់ចូលនៅលើចង្ក្រានហើយឆ្លៀតមកហាន់បន្លែបន្តពីសាមិញយើងហាន់បន្តិចហើយរត់ឆ្លៀតទៅដាក់ឆាសាច់ឲ្យហើយតម្រុំដល់យើងហាន់បន្លែចប់សាច់របស់យើងក៏ឆ្អិនល្មមចូលឆ្លៀតមិនต้องធ្វើអីខ្លះទេហើយគ្រាប់តកោសាច់ម្ដងទៀតចាំមកសាច់ហើយគ្រឿងរបស់យើងបានចូលជាគ្នាល្អហើយបន្ទាប់មកខ្ញុំក៏រត់ទៅឆ្លៀតទៅដាក់អាំងសាច់ពីកូនដោយសារកូនក៏អត់សូវចេះញ៉ាំឆាគ្រឿងសាច់ហ្នឹងទេណាមួយចិត្តដល់មកចេញពីរៀនដែរក៏មិនបានជារំលឹកអីពីវិញមកទៀតមានសាច់ប្រឡាក់នៅក្នុងទូស្រាប់ហើយក៏បានឆ្លៀតដាក់អាំងហើយឥឡូវលាងបន្លែឆ្លៀតយកទៅដាក់ឆារបស់យើងភាសាចិត្តដល់មកអាហារពេលត្រង់មែនទេចាឆ្លៀតយកទៅមើលបាយសិនចិត្តបាយឆ្អិនហើយនៅចាំមកពេលធ្វើពី3មុខដោយសារវារវល់ធ្វើការងារទៅដល់ពេលចិត្តដល់មកខ្ញុំធ្វើម្ហូបពេលថ្ងៃត្រង់ឆាគោចគោឡងគោចគោយើងក៏បានដាក់បន្លែចូលក៏ឆ្អិនសក់ក៏ហើយចាឆាគ្រឿងស្អីណាជួយដាក់បន្ថែមបន្តិចអត់ហើយទៅការីធំដាក់ក៏ទៅយកគោចាជួយចុងចប់មកយើងក៏បានឆ្អិន